បើទោះបីជាទឹកចំនួនលិចទីក្រុងបាងកកទៀតក៏ប្រជាជនថៃអត់ដាច់ពោះដែរដោយសារតែប្រទេសថៃនេះគឺជាប្រទេសអ្នកមានប្រហែលថ្ងៃហ្នឹងមានព័ត៌មានថាបាក់ទំនប់នៅចៅប្រយ៉ាហើយឥឡូវហ្នឹងទន្លេចៅប្រយ៉ាហ្នឹងគឺទឹកចំនួនខ្លាំងមែនតើទឹកចំនួននៅប្រទេសថៃនេះបើទឹកចំនួនពេញមួយឆ្នាំទៀតក៏ប្រជាជនថៃអត់ដាច់ពោះដែរព្រោះប្រទេសថៃគឺជាប្រទេសអ្នកមានដោយសារប្រជាជនគេនិយាយចឹងប្រទេសអ្នកមានទឹកចំនួននេះខ្លាំងមែនតើខ្ញុំការ៉ង់ទីថាប្រហែលជាពីបែបទឹកទៀតបើទឹកចំនួននៅឡើងអញ្ចឹងទីក្រុងបាងកកដឹងតលិចកមកនេះគឺជាឥទ្ធិពលនៃព្យុះតែប្រទេសថៃសំតែទទួលបានអញ្ចឹងដោយសារប្រទេសនេះគឺជាប្រទេសមួយដែលតែងតែធ្វើទុកបុកម្នេញលើប្រទេសកម្ពុជារបស់យើងជាពិសេសរឿងបញ្ហាព្រំដែននិយាយភាសាសាមញ្ញគឺរឿងលួចដីលួចតាំងពីប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្នអត់ទាន់ចប់ទៀតចឹងអាប្រទេសមួយហ្នឹងសំតែទទួលបានអញ្ចឹងហើយឥឡូវស្ទើរតែទូទាំងប្រទេសគឺប្រកាសអាសន្នហើយដោយសារតែទឹកចំនួននោះគឺវាមានគ្រប់កន្លែងជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់ចៅប្រយ៉ាហ្នឹងតែវាបាក់មកហ្នឹងទឹកក្បែរហ្នឹងគឺលិចអស់ហើយមើលតែទន្លេចៅប្រយ៉ាទៅដឹងហើយគឺទឹកពីសពេញហ្មងហើយប្រជាពលរដ្ឋគាត់ចាប់ផ្ដើមនាំគ្នាទៅអង្គុយបាំងទឹកឯងធ្លាប់តែជិះឡានជិះម៉ូតូនៅលើដីឥឡូវហាលទឹកវិញមិនដែរមានអារម្មណ៍មិនដែរ